គ្រប់ជំរាបសួរពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូរបស់ខ្ញុំថ្ងៃនេះធ្វើការយប់ទៀតហើយចូល8កន្លះឥឡូវម៉ោង7:40ហើយនៅអ៊ីស្រាអែលនេះតែនៅខ្មែរយើងម៉ោង11កន្លះចិត្ត12ហើយថ្ងៃនេះមុនចូលធ្វើការគឺខ្ញុំចង់និយាយចែកម្លែកអំពីប្រជាជនអ៊ីស្រាអែលមិនបានគេមានម៉េចនិយាយពីការធ្វើការរបស់ជនជាតិអ៊ីស្រាអែលគឺតាក់ទងនឹងឥរិយាបថទី1គឺការធ្វើការរបស់គេគឺក្នុងមួយថ្ងៃហ្នឹងគឺគេធ្វើការច្រើនម៉ោងមែនទែនយើងនិយាយតាំងពីបុគ្គលិកធម្មតារហូតដល់ម្ចាស់ហ្វាមឬតកែហ្នឹងគឺគេធ្វើការច្រើនមែនទែនបើយើងធ្វើការតែមួយថ្ងៃ9ម៉ោងទៅ10ម៉ោងហ្នឹងយើងថាច្រើនហើយធ្វើការឲ្យគេតែគេជាមេជាម្ចាស់ហ្វាមអីគេធ្វើការលើសនឹងទៅទៀតគេធ្វើការច្រើនណាស់ក្នុងមួយថ្ងៃ7 8 10ម៉ោងបាត់ហើយអាហ្នឹងមួយគេធ្វើការឲ្យគេធ្វើការលឿនណាការងារគេលឿនឲ្យស្អាតគេធ្វើលឿនឲ្យស្អាតចំពោះនិស្សិតមហាត់ការនៅអ៊ីស្រាអែលហ្នឹងគឺអ្នកដែលធ្លាប់មកអញ្ចឹងគឺដឹងហើយដឹងថាជនជាតិអ៊ីស្រាអែលជនជាតិអារ៉ាប់ហ្នឹងគេធ្វើការលឿនបែបម៉េចអញ្ចឹងណាអ្នកដែលធ្លាប់មកគឺដឹងហើយ